ជំរាបសួរបាទស្វាគមន៍មកកាន់ Default Quick Podcast វគ្គទី1ភាគទី1បាទអញ្ចឹងថ្ងៃនេះផងដែរជួយជាមួយខ្ញុំបាទចេស្តាខ្ញុំបាទចន្ទធូបាទចំពោះវគ្គទី1នេះគឺយើងមាន topic មួយដែលលើកអំពី Why Hunter ហេតុអីបាទជ្រើសរើសយក Hunter ដែលជា model ថ្មីដែលក្រុមហ៊ុន OMA Cambodia បានយកចូលមកក្នុងទីផ្សារស្រុកខ្មែររបស់យើងបាទបងអញ្ចឹងជំរាបសួរថ្ងៃនេះខ្ញុំមានសំណួរ3សំណួរសួរបងដែលសារតែ Quick Podcast របស់យើងមានពេលវេលាកំណត់ដូចគ្នាអញ្ចឹងសំណួរទី1ហេតុអីបានជា OMA Cambodia ក៏សម្រេចចិត្តយកឆាងអាន Hunter យកមកទីផ្សារស្រុកខ្មែររបស់យើងហ្នឹងហើយមូលហេតុដែរ OMA Cambodia សម្រាប់ចិត្តយកឆាងអាន Hunter មកស្រុកខ្មែររបស់យើងទី1យើងឃើញសក្តានុពលនៃការប្រើប្រាស់យន្ត pick up នៅស្រុកខ្មែររបស់យើងគឺកើនឡើងច្រើនមិនដែលសារទៅប្រើឆ្នាំហ្នឹងគឺច្រើនទៅហើយអញ្ចឹងយើងគិតថាទី1នៃការចំណាយលើប្រេងឥន្ធនៈរបស់ឡាន pick up ផ្សេងវាចំណាយច្រើនតែយើងធ្លាប់តែឃើញមានឡានប្រើសាំងនិងម៉ាស៊ូតអញ្ចឹងឥឡូវនេះ OMA Cambodia របស់យើងនាំចូលមករថយន្តប្រភេទឆាងអាន Hunter ជាប្រភេទអគ្គិសនីលាយសាំងអញ្ចឹងវាអន្សំចៃមែនតើហើយវាអាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវនៅស្រុកយើងមកអូខេអញ្ចឹងគឺថាគឺបានគ្រប់ស្ថានភាពមកនៃប្រទេសយើងបាទអញ្ចឹងចូលដល់សំណួរទី2ហេតុអីបានជា Hunter ត្រូវបានអតិថិជនយើងជ្រើសរើសយកទៅប្រើប្រាស់ Hunter មានចំណុចពិសេសអីខ្លះមកអាចជួយប្រាប់បានទេហ្នឹងហើយដោយសារឥឡូវនេះយើងសូមលើកពីចំណុចខ្លះនៃ Hunter ហ្មងទៅអញ្ចឹង Hunter ដែលអតិថិជនសម្រាប់ចិត្តយកទៅប្រើហ្នឹងទី1យើងវាដឹងថាយន្តនេះវា pick up វិញវាដឹកបានហើយវាសំចៃដោយសារវាប្រើជាអគ្គិសនីផងជាសាំងផងអញ្ចឹងអាហ្នឹងយើងចាប់បានបែងចែកតែទាំងសាំងនិងអគ្គិសនីយើងអាចប្រើបានផ្សេងគ្នាដូចគ្នាហើយវាអាចប្រើបានគ្រប់ស្ថានភាពផ្លូវមិនថា off road មិនថា on road អីប្រើបានទាំងអស់ហើយចំណុចពិសេសដែលយើងមើលឃើញនៅលើទីផ្សារយើងរាល់ថ្ងៃ Hunter របស់យើងអាចចូលទៅដល់ពាក់ព័ន្ធជាមួយនឹងវិស័យកសិកម្មដូចជាការសាកថ្មលើប្រព័ន្ធកសិកម្មដូចជាដ្រូនបាញ់ថ្នាំអាហ្នឹងយើងប្រើពីឡានហ្នឹងទៅសាកថ្មទៅដ្រូននឹងបានមកយើងអត់បាច់ចាំថាពេលដែលយើងទៅបំពេញការងារនៅត្រង់ណាត្រូវដឹកជូនម៉ាស៊ីនភ្លើងឲ្យបានទេអញ្ចឹងមានន័យថាឡានរបស់យើងនេះយើងប្រើបានទាំងការធ្វើដំណើរមិនឡាស់ទីផ្សេងប្រើប្រាស់ប្រចាំថ្ងៃដឹកឲ្យបានប្រចាំថ្ងៃហើយយើងសាកថ្មទៅឧបករណ៍អេឡិចត្រូនិកឲ្យបានផ្សេងទៀតនេះយើងមិនបញ្ជាក់ថាមិនមែនតែដ្រូនមួយទេនិយាយទៅឲ្យតែឧបករណ៍អេឡិចត្រូនិកគឺយើងប្រើបានទាំងអស់អូខេគឺថាមានអត្ថប្រយោជន៍ច្រើនមែនតើអញ្ចឹងចូលដល់សំណួរទី3ដោយសារតែ Hunter យើងមានអត្ថប្រយោជន៍ច្រើនហើយប៉ុន្តែខ្ញុំចង់ដឹងថានៅពេលដែលអតិថិជនគាត់ទិញរថយន្តឆាងអាន Hunter ទៅហើយដែលគាត់បានប្រើប្រាស់ហើយគាត់នឹងទទួលបានបទពិសោធន៍ដោយខ្លះបន្ទាប់ពីប្រើប្រាស់ជាមួយនឹងឆាងអាន Hunter យើងទៅអតិថិជនដែលទិញរថយន្តឆាងអានពីខាងរបស់យើងគឺចេញពីខាងក្រុមហ៊ុន OMA របស់យើងទៅទី1គាត់ទទួលបាន warranty ពីខាងក្រុមហ៊ុនរបស់យើងទី2គាត់ទទួលបានសេវាកម្មជួសជុល24ម៉ោងក្នុងក្រុង25ខេត្តក្រុងទូទាំងប្រទេសអញ្ចឹងមានន័យថាអតិថិជនយកទៅប្រើមិនថានៅខេត្តណាទេមិនថានៅតំបន់ណាគឺយើងមានសេវាកម្មជួសជុលទាំងអស់25ខេត្តក្រុងជួយអតិថិជនហើយសម្រាប់រថយន្តរបស់យើងគឺយើងនាំចូលដោយក្រុមហ៊ុន OMA ជាប្រភេទឡានក្រុមហ៊ុនមាននាំចូលប្រភពច្បាស់លាស់អញ្ចឹងអត់ដូចឡាននៅខាងក្រៅដែលនាំចូលមកហើយពិបាកនៃការជួសជុលអីអាហ្នឹងយើងអត់ដឹងអាហ្នឹងខាងគេអ្នកនាំមកហើយតែបើឡានសម្រាប់ដែលយើងមាន warranty ការធានាការជួសជុលនេះគឺឡានដែលទិញចេញពីក្រុមហ៊ុនឆាងអាននាំចូលដោយក្រុមហ៊ុន OMA Cambodia បាទចុះចំពោះ feedback ពីភ្ញៀវវិញនៅពេលដែលគាត់បានយកទៅប្រើប្រាស់ហើយបងអាចប្រាប់បានថាការចំណាយប្រចាំខែគាត់បែបមិនដែរការបានកាត់បន្ថយអត់ឬមួយក៏គាត់បានទទួលអីបទពិសោធន៍អីថ្មីប្លែកច្រើនជាងនឹងទៀតបងសម្រាប់ភ្ញៀវដែលគាត់យកទៅប្រើហ្មងគាត់ feedback មកខ្ញុំវិញណាគាត់ថាទី1ឡានរបស់យើងគឺសំចៃវាលេខ1ចំណាយតិចដោយសារគាត់ប្រើប្រាស់100គីឡូវាចំណាយតាមលីត្រជាងដោយសារយើងប្រើដំណើរការដោយប្រព័ន្ធអគ្គិសនីផងប្រព័ន្ធសាំងហ្មងហើយពិសេសមួយទៀតមិនមែនថាឡានយើងអគ្គិសនីហើយសាំងអីគាត់ថាមិនមែនខ្សោយទេឡានហ្នឹងខ្លាំងព្រោះឡានហ្នឹងដំណើរការដោយប៉ុង2គេហៅថាកាពីតាសហ្នឹងយើងដំណើរការបានដូចឡានផ្សេងទាំងអស់ចឹងអញ្ចឹងសម្រាប់ feedback ខ្ញុំមកខ្ញុំមានច្រើនគាត់ថាយើងលើកខ្លះជូនទៅប្រិមិត្តយើងបានដឹងប៉ុណ្ណឹងទៅហើយសម្រាប់ព័ត៌មានអីបន្ថែមចង្អុលអីបន្ថែមពួកគាត់អាចតំណងមកខាងពួកយើងបានដើម្បីយើងបញ្យល់ឬ detail ពីគាត់បន្ថែមទៀតពីអត្ថប្រយោជន៍នៃឡានហ្នឹងយើងមានអីខ្លះហើយចំណុចនៃឡានផ្សេងទៀតហ្នឹងយើងអាចនិយាយទាំងអស់ជូនអញ្ចឹងបើសម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងព័ត៌មានបាត់ពីរថយន្ត
pick up របស់យើងហ្នឹង hunter របស់យើងហ្នឹងចឹងបងប្អូនតំណតំណមកខាង page របស់ពួកយើងបាន បាទតែបងសុំមួយទៀតមុនយើងចាប់កម្មវិធីរបស់យើងដើម្បីឲ្យអតិថិជនគាត់បានដឹងព្រោះមានអតិថិជនខ្លះគឺគាត់ចង់ដឹងខ្លាំងមែនតើពាក់ព័ន្ធជាមួយនឹងព័ត៌មានមួយហ្នឹងភាគច្រើនគាត់ឆ្ងល់ថា Hunter យើងយកមកស្តុកចំនួនប្រមាណគ្រឿងបាទដើម្បីគាត់ធ្វើការសម្រេចចិត្តថាក្នុងការទិញឥឡូវឬមួយក៏គាត់ត្រូវចាំមើលសិនអីដែរបង ហ្នឹងហើយដោយសារឥឡូវនេះ stock របស់យើងហ្នឹងយើងមានកំណត់ដែរចឹងសម្រាប់ពុកម៉ែបងប្អូនអតិថិជនដែលគាត់មានតម្រូវការឬក៏ចាប់អារម្មណ៍អីចង់មកមើលឡានយើងមានតាំងនៅ showroom របស់យើងផ្ទាល់ហើយនឹងបើកបរសាកល្បងបានភ្លាមហើយសម្រាប់ឥឡូវហ្នឹងពណ៌គឺយើងមាន4ពណ៌នៅក្នុង stock ស្រាប់ចឹងបើចង់ដឹងច្បាស់ពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខាងពួកយើងមកហើយឬក៏មកទីតាំងរបស់យើងផ្ទាល់ក៏បានដែរ បាទចឹង បង្ហាញពួកគាត់ភ្លាមហ្មង ចឹងគឺដោយបងប្អូនបានស្ដាប់លេងអញ្ចឹងចំនួនយើងគឺមានតិចខ្លាំងមែនទែនបងប្អូនពេញចិត្តចាប់អារម្មណ៍ឡានយើងមានដាក់តាំងក្នុង showroom តេស្ត drive ក៏បានដូចគ្នាអញ្ចឹងបងប្អូនគឺចំនួនមានកំណត់ខ្លាំងហើយមានគ្រប់ពណ៌ដែលបងប្អូនអាចជ្រើសរើសបាទអញ្ចឹងដោយបងប្រុសគាត់បានជម្រាបជូនអញ្ចឹងគឺថាមកមុនបានមុនអាចតាក់ទងមក page ក៏បានមកមើលដល់ទីតាំងផ្ទាល់ក៏បានដែរអញ្ចឹងកម្មវិធីយើងសូមចប់ត្រឹមហ្នឹង Fit Podcast យើងសូមបញ្ចប់នៅវគ្គទី1នេះយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយនៅថ្ងៃដដែលម៉ោងដដែលសូមអរគុណបាទ